សួស្តីអ្នកទាំងអស់គ្នាតើយើងមកដោះស្រាយលំហាត់គីមីជាមួយអ្នកគ្រូទាំងអស់គ្នាឥឡូវយើងទៅមើលវិធីលំហាត់គេថាចំហាយសពនៃកាបូនជាមួយអុកស៊ីហ្សែនចំនួន6លីត្រគេទទួលបានកាបូនយ៉ូស៊ីតចំនួន 8.8 ក្រាមដំបូងគេឲ្យយើងគណនាម៉ាស់កាបូនដែលចូលរួមប្រតិកម្មតមកគេឲ្យយើងគណនាម៉ាស់អុកស៊ីហ្សែនដែលចូលរួមប្រតិកម្មហើយចុងបញ្ចប់ហ្នឹងគឺគេចង់ឲ្យយើងគណនាមាត្រអុកស៊ីហ្សែននៅសល់ក្រោយប្រតិកម្មបើគេដឹងថានៅលក្ខខណ្ឌធម្មតាអុកស៊ីហ្សែនហ្នឹង32ក្រាមមានមាត្រ 22.4 លីត្រឥឡូវក៏គេឲ្យយើងគណនាម៉ាស់កាបូនដែលចូលរួមប្រតិកម្មអញ្ចឹងយើងសរសេរសមីការតាំងប្រតិកម្មសិនតែយើងយកកាបូនឲ្យមានប្រតិកម្មជាមួយអុកស៊ីហ្សែនយើងទទួលបានកាបូនឌីអុកស៊ីតហើយនេះគឺយើងរៀបម៉ាស់ម៉ូរបស់វាមួយមកតមកគឺម៉ាស់ដែលយើងស្វែងរកនេះគឺយើងតាមដាក់អំតសញ្ញាសួរមកកន្លែងនេះគឺបំរាប់របស់គេប្រាប់ថាម៉ាស់កាបូនឌីអុកស៊ីតដែលយើងទទួលបានហ្នឹងគឺ 8.8 ក្រាមអញ្ចឹងយើងអាចទាញបានតាមសមាមាត្រមកគឺយើងយកម៉ាស់ម៉ូនៃកាបូនធៀបជាមួយនឹងអំតូចនៃកាបូនហើយម៉ាស់ម៉ូរបស់កាបូនឌីអុកស៊ីតធៀបជាមួយនឹងម៉ាស់ដែលយើងស្គាល់ហើយយើងអាចទាញរកម៉ាស់កាបូនបានគឺស្មើ 2.4 ក្រាមតមកគឺយើងគណនាម៉ាស់អុកស៊ីហ្សែនដែលចូលរួមប្រតិកម្មយើងទៅរៀបម៉ាស់ជាមួយនឹងម៉ាស់ម៉ូដូចកាបូនដែរតែម្ដងនេះគឺយើងគណនាម៉ាស់របស់អុកស៊ីហ្សែនម្ដងអញ្ចឹងយើងយកម៉ាស់ម៉ូរបស់វាធៀបជាមួយនឹងអំតដល់វាមកហើយបន្ទាប់មកគឺយើងអាចទាញរកម៉ាស់អុកស៊ីហ្សែនបានហើយគឺស្មើ 6.4 ក្រាមអញ្ចឹងដល់ចំណុចចុងក្រោយនេះគេឲ្យយើងគណនាមាត្រអុកស៊ីហ្សែននៅសល់តែប្រតិកម្មជាដើម្បីគណនាមាត្រអុកស៊ីហ្សែននៅសល់បានយើងរកមាត្រអុកស៊ីហ្សែនដែលចូលរួមប្រតិកម្មសិនបើគេដឹងថាអុកស៊ីហ្សែន32ក្រាមនោះមានមាត្រ 22.4 លីត្រហើយអាម៉ាស់ដែលយើងរកឃើញមិញ 6.4 ក្រាមហ្នឹងគឺជាម៉ាស់ដែលចូលរួមប្រតិកម្មអញ្ចឹងយើងអាចទាញរកមាត្ររបស់វាតាមរយៈម៉ាស់ហ្នឹងបានតាមសមាមាត្រមកគឺយើងអាចទាញរកមាត្រអុកស៊ីហ្សែនដែលចូលរួមប្រតិកម្មបានគឺស្មើ 4.48 លីត្រតមកគឺយើងរកមាត្រសល់បានន័យថាយកមាត្រអុកស៊ីហ្សែនដើមដកមាត្រអុកស៊ីហ្សែនដែលចូលរួមប្រតិកម្មមិញមកតមកគឺយើងឃើញមាត្រដែលនៅសល់គឺ 1.52 លីត្រលំហាត់របស់យើងចាប់ត្រឹមប៉ុណ្ណឹងបើសិនជាមានចម្ងល់អីគឺអាចខមមិនសួរនៅខាងក្រោមវីដេអូបានអរគុណជម្រាបលា